Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយមីនទីរ៉ៃខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោក៏បានដែរថ្ងៃនេះដែរអេមីនមកបញ្ចប់សាច់រឿងមួយនេះក៏ប៉ុន្តែសម្រាប់បណ្ដាមកក្រោយក៏ភ្លេចជួយចុច Subscribe ជួយ Like វីដេអូរបស់មីនម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តឲ្យមានកំតផុសទៅមុខទៀតឥឡូវយើងកុំឲ្យចាំពេលវេលាយូរយកមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាតាសកលនៅពេលនេះក៏គ្មានអារម្មណ៍អត់សប្បាយចិត្តនោះទេដោយសារតែការពីម្សិលមិញក៏បានឃើញពីសកម្មភាពរបស់អក្សរីហើយនិងអាមណូមើលទៅដូចជាសាសនាហើយមើលទៅដូចជាទំនាក់ទំនងស្នេហាគណៈពេលនឹងដែរក៏បានសង្កេតឃើញថាខារ៉េននៅពេលនេះកំពុងតែបោកក្បាលចិញ្ចៀងទៅហើយដោយសារតែនាងក៏មានអត្តចរិតដូចជាគាត់អញ្ចឹងពីព្រោះថាការពីម្សិលមិញគឺដល់កតែម្ដងបន្ទាប់ពីឃើញសង្សាររបស់ខ្លួនគឺសាសនាជាមួយអ្នកដទៃតាស្កូនៅពេលដែលឃើញបែបហ្នឹងក៏អត់ចង់ពាក់ព័ន្ធជាមួយខារ៉េនទេក៏ប៉ុន្តែត្រូវបានខារ៉េនក៏បានមកជប់ទៅកាន់គាត់ដូច្នេះហើយខារ៉េននេះក៏បាននិយាយពីរឿងរ៉ាវក្នុងចិត្តរបស់នាងផងដែរថានាងគឺមានអារម្មណ៍ថាប្រចាំទៅកាន់អាការីមែនទែនចំពោះអាម៉ាណូហើយនៅពេលនេះពួកគេទាំងពីរនាក់ក៏បានយល់ច្រឡំដូចគ្នាថាអាម៉ាណូហើយនិងអាការីគឺជាសង្សារអញ្ចឹងទៅនិយាយទៅរឿងមួយហ្នឹងគឺអញ្ញាញ៉ៃតែម្ដងនេះដល់ពេលទៅតាស្កូក៏ចាប់ផ្ដើមមានកំណត់ថ្មីមួយទេតែម្ដងគ្រាន់តែលើយ៉ាងភ្លាមធ្វើឲ្យខារ៉េននៅពេលនោះពិតជាសប្បាយចិត្តមែនទែនដែលនេះក៏បានប្រាប់ទៅកាន់តាស្កូថាប្រាប់មកថាពួកគេគួរតែធ្វើអ្វីតាស្កូក៏ចាប់ផ្ដើមនិយាយតែម្ដងថាពួកគេគួរតែដេតជាលក្ខណៈពីរគូតែម្ដងទៅដើម្បីឲ្យទំនាក់ទំនងស្នេហារបស់ពួកគេគឺកាន់តែល្អជាងមុនអញ្ចឹងទៅជាពិសេសនៅពេលដែលពួកគេគឺធ្វើនឹងមានន័យថាអាម៉ាណូហើយនិងអាការីគឺមិនមែនជាសង្សារនោះទេហើយអំឡុងពេលពួកគេកំពុងតែដែតជាមួយគ្នានឹងពួកគេគឺមានឱកាសជាច្រើនក្នុងការកាន់ដៃគ្នាជាមួយនឹងសង្សាររបស់ខ្លួនហើយច្បាស់ខ្លាំងណាស់កំណត់របស់តាសកូនៅពេលនេះធ្វើឲ្យខារ៉េននៅពេលនេះនាងពិតជាពេញចិត្តមែនទែនដោយសារតែផែនការមួយនេះអនុញ្ញាតឲ្យនាងគឺនៅក្បែរជាមួយនឹងអាម៉ាណូជានិច្ចរហូតតែម្ដងហើយការសន្ទនារបស់ពួកគេទាំងពីរនាក់ត្រូវបានកូនអាហារនាងក៏បានស្ដាប់ឮនឹងឯងដូច្នេះហើយនៅពេលយប់ឡើងខារ៉េនក៏បានធ្វើការខលទៅកាន់អាម៉ាណូដោយប្រាប់ពីការដែតរបស់ពួកគេខ្សែការដែតមួយនេះគឺមានរយៈពេល2ថ្ងៃហើយថ្ងៃទី1នៅកន្លែងសួនកំសាន្តប៉ុន្តែថ្ងៃទី2គឺនៅកន្លែងរមណីយដ្ឋានទឹកក្តៅខារ៉េនក៏បានបន្តទៀតថាមិនត្រឹមតែពួកគេទាំងពីរនាក់នោះទេដែលទៅដែតជាមួយគ្នាសូម្បីតែតាសកូហើយនិងអាកូរីក៏បានចូលរួមជាមួយនឹងពួកគេដែរដំបូងឡើយអាម៉ាណូក៏ចង់ធ្វើការបដិសេធដោយថាគាត់គឺចង់ចំណាយពេលក្នុងការលេងហ្គេមនៅថ្ងៃអាទិត្យនេះក៏ប៉ុន្តែច្បាស់ណាស់ខារ៉េននេះគឺមិនឲ្យអាម៉ាណូគឺនៅបានសនុកនៅឡើយដែលនេះក៏បានបង្ខំទៅកាន់អាម៉ាណូនឹងឯងដោយសារតែការបង្ខំរបស់ខារ៉េនបែបនេះហើយធ្វើឲ្យអាម៉ាណូនៅពេលនោះគាត់ក៏អស់ពាក្យនិយាយដែរដូច្នេះគាត់ក៏បានយល់ព្រមសាច់រឿងក៏កាត់បង្ហាញនៅពេលដែលពួកគេទាំង4នាក់ក៏បានមកដល់កន្លែងសួនកំសាន្តមួយនឹងហើយក៏បានឃើញថាអាម៉ាណូហើយនិងខារ៉េននៅពេលនោះពិតជាសប្បាយចិត្តមែនទែនដែលពួកគេមើលទៅដូចជាមានអារម្មណ៍ថាដូចខុសប្លែកពីមុនចំពោះតាសកូហើយនិងអាកូរីនៅពេលនោះកំពុងតែឆ្ងល់ផងដែរថាហេតុអីបានជាអាម៉ាណូហើយនិងខារ៉េននៅថ្ងៃនេះបែរជាសប្បាយខុសពីធម្មតាអញ្ចឹងមូលហេតុដែលអាម៉ាណូហើយនិងខារ៉េនសប្បាយចិត្តបែបនេះដោយសារតែសួនកំសាន្តមួយកន្លែងនេះក៏បានរចនាឡើងគឺដូចនៅក្នុងហ្គេមអញ្ចឹងបន្តមកទៀតពួកគេទាំង4នាក់ក៏បានទៅតម្រង់ជួរដើម្បីទៅជិះទូកលេងអំឡុងពេលហ្នឹងខារ៉េននេះក៏បានញាក់ភ្នែកដាក់ទៅកាន់តាសកូដែលពួកគេក៏បានប្រាប់ពីគម្រោងការរបស់ពួកគេនឹងឯងគម្រោងការរបស់ពួកគេគឺគ្មានអ្វីនោះទេគ្រាន់តែកាន់ដៃសង្សាររបស់ខ្លួនតែប៉ុណ្ណោះក៏ប៉ុន្តែពួកគេទាំងពីរនាក់គឺបែរជាមិនហ៊ានចាំដៃរបស់សង្សាររបស់ខ្លួនទៅវិញហើយបរំធ្វើចិត្តបានហើយក៏ប៉ុន្តែត្រូវបានកាត់ចង្វាក់ដោយសារតែមានវត្តមានរបស់កូនអាហាហើយនិងឆាគីសាច់រឿងក៏កាត់ត្រឡប់ថយក្រោយនៅពេលនោះកូនអាហានេះក៏បានដឹងពីផែនការរបស់តាសកូហើយនិងខារ៉េនដូច្នេះហើយកូនអាហានេះក៏បានប្រមូលបងស្រីរបស់ខ្លួនដើម្បីទៅលេងសួនកំសាន្តមួយហ្នឹងឆាគីក៏បានតទៅវិញផងដែរថានាងអត់បានទៅនោះទេពីព្រោះថានៅថ្ងៃអាទិត្យនេះនាងគឺមានការរវល់អំពីការលេងហ្គេមរបស់នាងដល់ពេលទៅកូនអាហានេះក៏បាននិយាយផងដែរថាបើសិនជាបងឯងមិនទៅនោះទេនាងនឹងប្រមូលអាម៉ាណូដើម្បីទៅជាមួយនាងហើយដោយសារតែការនិយាយរបស់កូនអាហានៅពេលនេះហើយធ្វើឲ្យឆាគីនៅពេលនោះនាងក៏បានសម្រេចចិត្តគឺយល់ព្រមតែម្ដងមូលហេតុដែលឆាគីនេះក៏បានសម្រេចចិត្តទៅនឹងដោយសារតែនាងក៏បានលួចស្រឡាញ់ទៅកាន់អាម៉ាណូនេះឯងការចូលពេលបច្ចុប្បន្នវិញអ្នកទាំងអស់គ្នាក៏បានធ្វើការសួរទៅកាន់ឆាគីហើយនិងកូនអាហាថាហេតុអីបានជាមកដល់ទីនេះអញ្ចឹងទៅកូនអាហាក៏បាននិយាយកុហកទៅកាន់ពួកគេថាមូលហេតុដែលពួកគេទាំងពីរនាក់មកទីនេះដោយសារតែពួកគេអត់ដឹងថាធ្វើអ្វីនោះទេនៅថ្ងៃអាទិត្យនេះហ៎ដូច្នេះពួកគេក៏បានសម្រេចចិត្តគឺមកលេងទីនេះហើយពិតជាចៃដន្យមែនទែនដែលបានមកជួបជាមួយនឹងពួកគេទាំង4នាក់ខារ៉េនក៏បាននិយាយផងដែរថានៅពេលនេះបរិយាកាសរបស់ពួកគេកំពុងតែដេតជាលក្ខណៈពីរគូកូនអាហានេះក៏បានតបទៅកាន់ខារ៉េនទាំងចុកតែម្ដងថាមិនគេចូលរួមអត់បានមែនគ្រាន់តែលើការនិយាយរបស់កូនអាហាបែបនេះហើយធ្វើឲ្យខារ៉េននៅពេលនោះឡើងអស់ពាក្យនិយាយទៅហើយដល់ពេលទៅអាម៉ាណូក៏បាននិយាយកាត់មុខទៅកាន់ពួកគេទាំងពីរនាក់ថាបើសិនជាអញ្ចឹងហើយពួកគេគួរតែដើរលេងជាមួយនឹងគ្នាហ្មងទៅជាចុងក្រោយយើងក៏បានគិតថាពួកគេទាំង6នាក់ក៏បានដើរលេងជុំគ្នាឡើងសប្បាយតែម្ដងណាអីតែខារ៉េនទេមើលទៅដូចជាមិនសូវសប្បាយចិត្តទេពីព្រោះថាកូនហានេះគឺតែងតែយកបងស្រីរបស់ខ្លួនគឺទៅចិត្តអាម៉ាណូរហូតហើយនៅកន្លែងសួនកំសាន្តមួយហ្នឹងក៏មានកន្លែងលក្ខណៈថាផ្ទះខ្មោចផងដែរប៉ុន្តែផ្ទះខ្មោចមួយនេះគឺលក្ខណៈកាយសាហាវតែម្ដងស្របពេលហ្នឹងដែរតែសកលក៏បានញាក់ភ្នែកទៅកាន់ខារ៉េនពីព្រោះថាឱកាសមួយនេះគឺជាឱកាសរបស់ពួកគេហើយនៅពេលដែលពួកគេទាំងអស់គ្នាក៏បានចូលមកដល់ខាងក្នុងផ្ទះហើយហ្នឹងអារម្មណ៍របស់តាសកលនៅពេលនោះក៏ពិតជាចង់ចាប់ដៃរបស់អាកូរីមែនតែនប៉ុន្តែចិត្តរបស់គាត់មួយទៀតគឺមិនហ៊ាននឹងឯងដូច្នេះហើយគាត់ក៏បានសម្រេចចិត្តគឺនិយាយទៅកាន់អាកូរីថាពួកគេគួរដើរទៅមុខជាមួយគ្នាហ្មងទៅបន្ទាប់ពីគូស្នេហ៍មួយគូក៏បានទៅមុនហើយនោះខារ៉េននេះក៏បានប្រមូលអាម៉ាណូដើម្បីទៅជាមួយនាងក៏ប៉ុន្តែនៅពេលនេះនាងក៏បានក្លែងមើលទៅកាន់អាម៉ាណូគឺបានស្រមោលអ្នកទាំង3បាត់ទៅហើយមិនដឹងថាទៅណានោះទេហើយឥឡូវនេះផែនការរបស់ខារ៉េនគឺដូចជាអំបិលត្រូវទឹកអញ្ចឹងចំពោះអ្នកទាំង3នៅវិញនៅពេលនេះពួកគេក៏បានចេញមកដល់ខាងក្រៅហើយដោយសារតែកូនអាហានេះក៏បាននាំពួកគេទាំងពីរនាក់មកទីនេះនឹងឯង
អំឡុងពេលហ្នឹងអាម៉ាណូក៏ក៏បានចាប់អារម្មណ៍ទៅកាន់ឆាគីដែលឆាគីសភាពរបស់នាងនៅពេលនេះដូចជាអត់សូវស្រួលខ្លួនដូច្នេះហើយក៏បានចូលទៅសួរទៅកាន់ឆាគីតែម្ដងថានាងគឺមានបញ្ហាអីមែនក៏ប៉ុន្តែឆាគីនេះក៏បាននិយាយតទៅវិញផងដែរថានាងមិនអីនោះទេនិយាយមិនតបបានប្រហែលផងក៏ស្រាប់តែឆាគីនេះក៏បានដួលទៅលើទ្រូងរបស់អាម៉ាណូតែម្ដងនឹងឯងមួយសន្ទុះក្រោយមកឆាគីនេះក៏បានភ្ញាក់ដឹងខ្លួនវិញហើយនាងក៏បានចាប់អារម្មណ៍ថានាងកំពុងតែនៅជាមួយប្អូនស្រីរបស់ខ្លួនជាពិសេសធ្វើឲ្យឆាគីគឺកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីឮថាអាម៉ាណូគឺបានអ៊ីវនាងដើម្បីមកទីនេះអំឡុងពេលហ្នឹងក៏ស្រាប់តែកូនហានេះក៏ស្រាប់តែមានកំណត់មួយដែលនាងគឺចង់ឲ្យពួកគេទាំងពីរនាក់គឺនៅក្បែរគ្នានឹងឯងហើយនាងក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថានៅទីនេះហើយនាងគឺទៅទិញភានជាមួយផ្លែនអាម៉ាណូនៅពេលដែលឮបែបហ្នឹងក៏ចង់ទៅជាមួយដែរប៉ុន្តែត្រូវបានកូនហាគឺបានធ្វើការបដិសេធនិងប្រាប់ទៅកាន់អាម៉ាណូឲ្យមើលថែទៅកាន់បងស្រីរបស់ខ្លួនផងពីព្រោះថានាងគឺមិនទាន់ស្រួលខ្លួនប្រហែលទេក្រោយពីការចាត់ចែងរបស់កូនហានោះយើងក៏បានឃើញថាបរិយាកាសរបស់ពួកគេទាំងពីរនាក់មើលទៅដូចជាស្ងប់ស្ងាត់ខ្លាំងណាស់រីឯទឹកមុខរបស់ឆាគីនៅពេលនោះឡើងក្រហមបាត់ទៅហើយដោយសារតែនាងគឺចង់សារភាពស្នេហ៍ទៅកាន់អាម៉ាណូនឹងឯងបងរងនឹងសារភាពទៅហើយក៏ប៉ុន្តែត្រូវបានបង្អាក់ពីព្រោះថា Karen ក៏បានខំមកកាន់អាម៉ាណូនៅពេលដែលឃើញចឹងអាម៉ាណូក៏គឺមានអារម្មណ៍ថាទៅនិយាយទូរស័ព្ទនៅម្ខាងទៀតប៉ុន្តែត្រូវបានបញ្ឈប់ពីព្រោះឆាគីនេះក៏បានហាមឃាត់ទៅកាន់អាម៉ាណូហើយក៏បាននិយាយទៅកាន់អាម៉ាណូផងដែរថានាងពិតជាឯកាខ្លាំងណាស់ដល់ពេលទៅអាម៉ាណូក៏បានសម្រេចចិត្តគឺនៅជាមួយនឹងឆាគីតែម្ដងទៅឆាគីដំបងឡើងនេះក៏ចង់សារភាពបន្តមកទៀតនេះក៏បានដឹងថានេះក៏មិនអាចសារភាពបានទេដូច្នេះហើយនេះក៏បានសម្រេចចិត្តគឺសួរទៅកាន់អាម៉ាណូតែម្ដងមិត្តភក្តិនៅក្នុងហ្គេមរបស់អាម៉ាណូដែលតែងតែលេងជាមួយគ្នានឹងអាម៉ាណូគឺបានចាត់ទុកថាគឺជាមនុស្សដែលសំខាន់ដែរទេអាម៉ាណូក៏បានតតទៅផងដែរគាត់គឺចាត់ទុកខ្លាំងណាស់ថាជាមនុស្សដែលសំខាន់សម្រាប់គាត់មិនត្រឹមតែមិត្តភក្តិនៅក្នុងហ្គេមរបស់គាត់ទេដែលចាត់ទុកថាជាមនុស្សដែលសំខាន់មានដូចជាឆាគី Karen អាកូរីហើយនិងតាស្កូគឺសុទ្ធតែជាមនុស្សដែលសំខាន់សម្រាប់គាត់ខ្លាំងណាស់ពីព្រោះដំបងឡើយគាត់គឺមិនដែលមានមិត្តភក្តិសំបីតែមួយនាក់ប៉ុន្តែនៅពេលដែលគាត់ក៏បានស្គាល់ទៅកាន់ Karen នោះធ្វើឲ្យជីវិតរបស់គាត់ក៏កាន់តែមានមិត្តភក្តិច្រើនទៅចម្លើយរបស់មនុស្សដែលបាននិយាយបែបនេះហើយធ្វើឲ្យឆាគីនៅពេលនោះនាងក៏ភ្ញាក់ផ្អើលបន្តិចផងដែរបើទោះបីជានាងគឺមិនទាន់សារភាពស្នេហ៍ទៅកាន់អាម៉ាណូក៏ដោយក៏នាងនៅតែមានឱកាសដើម្បីសារភាពស្នេហ៍ទៅកាន់អាម៉ាណូនឹងឯងដោយសារតែអាម៉ាណូក៏បានចាត់ទុកថានាងគឺជាមនុស្សដែលសំខាន់សម្រាប់គាត់ផងដែរភ្លាមមិនដែរក៏ស្រាប់តែអាម៉ាណូក៏បានភ្ញាក់ព្រឺតែម្ដងដោយសារតែឃើញកូនអាហារនេះកំពុងតែលើកស្ដាប់មកកាន់ពួកគេដូច្នេះហើយអាម៉ាណូក៏បានធ្វើការសួរទៅកាន់កូនអាហារថាមានបានទិញភេទបញ្ជាក់មកដែរឬទេហើយប្រកាសខ្លាំងណាស់កូនអាហារនេះអត់បានទិញឡើយបន្តមកទៀតអាម៉ាណូក៏បានប្រពោះពួកគេទាំងពីរនាក់ដើម្បីទៅមើលកន្លែងក្បួនដង្ហែគេក៏បានតទៅវិញថានេះអត់បានទៅនោះទេពីព្រោះថានេះគឺត្រូវត្រឡប់ទៅផ្ទះវិញមានអីក៏ស្រាប់តែអាម៉ាណូក៏បានចាប់ដៃរបស់ឆាគីដើម្បីធ្វើដំណើរដើម្បីទៅកន្លែងក្បួនដង្ហែមួយហ្នឹងជាមួយនឹងគាត់ធ្វើឲ្យឆាគីនៅពេលនោះនេះគឺពិតជាមានការផ្អាកជាខ្លាំងនៅទីបំផុតពួកគេទាំងអស់គ្នាក៏បានមកជួបជុំគ្នាហើយអាម៉ាណូក៏បានធ្វើការប្រាប់ផងដែរមូលហេតុដែលពួកគេក៏មិនបាននៅផ្ទះខ្មោចបន្តទៀតនោះដោយសារតែឆាគីនេះគឺមានអារម្មណ៍អត់សូវស្រួលក្នុងការកើតរបស់ឆាគីនៅវិញនេះពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីនេះក៏បានកាន់ដៃជាមួយនឹងអាម៉ាណូនឹងឯងអំបញ្ញមិញនេះទោះបីជាពេលវេលារបស់នេះនៅពេលនេះមិនស័ក្តិសមជាមួយនឹងអាម៉ាណូក៏ដោយក៏ប៉ុន្តែនេះគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ចំណែក Karen ក៏បានប្រាប់ទៅកាន់ពួកគេថានៅពេលនេះក្បួនដង្ហែគឺចាប់ផ្ដើមហើយដូច្នេះពួកគេគួរតែឆ្ពោះទៅកន្លែងហ្នឹងហ្មងទៅបន្តមកទៀតយើងក៏បានគិតថាពួកគេទាំង6នាក់ក៏បានមកមើលកន្លែងក្បួនដង្ហែនៅកន្លែងសួនកំសាន្តមួយហ្នឹងហើយស្របពេលហ្នឹងដែរតាសកលក៏បានធ្វើចិត្តក្លាហានហើយក៏បានចាប់ដៃរបស់អាការីធ្វើឲ្យអាការីនៅពេលនោះនាងពិតជាភ្ញាក់ផ្អើលមែនទែនរីឯ Karen នៅពេលដែលឃើញបែបហ្នឹងនាងក៏ចាប់ផ្ដើមដកដង្ហើមធំដោយថានាងគឺមិនអាចធ្វើអញ្ចឹងបាននោះទេមានអីក៏ស្រាប់តែ Karen នាងគឺមានការចាប់ផ្អើលពីព្រោះថាអាម៉ាណូក៏បានដាក់ដៃរបស់គាត់ដើម្បីឲ្យនាងចាប់ដៃរបស់គាត់នឹងឯង Karen នៅពេលដែលឃើញសង្សាររបស់ខ្លួនបែបនេះហើយនាងក៏មិនចាំយូរដែរនាងក៏បានចាប់ដៃរបស់អាម៉ាណូតែម្ដងកាប់បង្ហាញមកកន្លែងឆាគីក៏ស្រាប់តែកូនអាហារនាងក៏បានធ្វើការសួរទៅកាន់ឆាគីថាយ៉ាងម៉េចហើយសារភាពស្នេហ៍ហើយនៅឆាគីក៏បានតបទៅវិញផងដែរថានាងគឺមិនទាន់បានសារភាពស្នេហ៍ទៅកាន់អាម៉ាណូនោះទេក៏ប៉ុន្តែនាងនៅតែមានឱកាសក្នុងការសារភាពស្នេហ៍ទៅកាន់អាម៉ាណូកាប់បង្ហាញមកកន្លែងតាសកលហើយនឹងអាការីនៅវិញមើលទៅទំនាក់ទំនងរបស់ពួកគេនៅពេលនេះគឺកាន់តែជិតស្និទ្ធទៅហើយចំពោះគូស្នេហ៍ខាងនេះវិញក៏មិនណយផងដែរដោយពួកគេក៏បានមើលកំជ្រួចថែមទាំងកាន់ដៃគ្នាទៀតសៃរឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏ការស្ថិតនៅពេលដែលពួកគេក៏បានធ្វើដំណើរដើម្បីទៅកន្លែងរមណីយដ្ឋានទឹកក្តៅនឹងហើយនៅពេលនោះពួកគេទាំងអស់គ្នាក៏បានទៅទាំងអស់គ្នាគឺអត់តែកូនអាហារនោះទេក្នុងពេលហ្នឹងតាសកលក៏បានចាប់អារម្មណ៍ការស្លៀកពាក់របស់ Karen ដោយគាត់ក៏បានសួរទៅកាន់ Karen ថាហេតុអ្វីបានជានាងក៏បានស្លៀកពាក់ដូចជាតារាអញ្ចឹងហើយពួកគេក៏បានទៅរមណីយដ្ឋានទឹកក្តៅនៅកន្លែងភ្នំតើដូច្នេះហើយ Karen ក៏បានតទៅវិញផងដែរថានេះគឺជាទម្លាប់របស់នាងទៅហើយហ្នឹងចំពោះឆាគីនេះក៏បានកលិចមើលទៅកាន់សម្លៀកបំពាក់របស់នាងក៏បានដឹងថាការស្លៀកពាក់របស់នាងមើលទៅដូចជាអត់ចោះចំណោមជាមួយនឹងគេសោះមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់កន្លែងរមណីយដ្ឋានទឹកក្តៅដែលពួកគេគឺបានមកលេងនឹងហើយពួកគេទាំង5នាក់ក៏មិនចាំយូរដែរពួកគេក៏បានធ្វើដំណើរដើម្បីទៅកន្លែងដែលពួកគេគឺបានស្នាក់នៅគ្រាន់តែដល់កន្លែងដែលពួកគេគឺបានស្នាក់នៅហ្នឹងគឺបានលំមាត់ភ្លាមតែម្ដងថាវាពិតជាស្រស់ស្អាតមែនទែនការរៀបចំអីឡើងអេហ្មងសៃរឿងក៏កាប់បង្ហាញនៅពេលដែលពួកគេក៏បានញ៉ាំអាហារពេលល្ងាចរួចរាល់ហើយនោះពួកគេក៏ចាប់ផ្ដើមពិភាក្សាគ្នាថាពួកគេគួរធ្វើអ្វីបន្តទៀតដោយសារនៅពេលនេះពួកគេក៏បានមកជុំគ្នាជាពិសេសគឺលក្ខណៈថាអុកសុកតែម្ដងនេះដោយកម្រិតរបស់អាម៉ាណូតាសកល Karen ហើយនិងឆាគីគឺសិតតែចង់បានលេងហ្គេមពួកអាការីនៅពេលនោះនេះក៏បាននិយាយថាពួកគេគឺមិនគួរលេងហ្គេមនោះទេពីព្រោះថាហ្គេមដែលបានដាក់លក់នៅទីនេះគឺពិតជាមានតម្លៃខ្ពស់មែនទែនគឺ 10000 យេនឯណោះហើយប្រាក់របស់ពួកគេគឺមិនគ្រប់គ្រាន់នៅឡើយក៏ប៉ុន្តែចុះឡើងពួកគេទាំង5នាក់ក៏បានបែរមកលេងបៀវិញនឹងតែម្ដងនឹងឯងហ្នឹងហើយអានេះគឺជាជំរឿចុងក្រោយហើយជាពិសេសគឺសល់លុយទៀតបន្ទាប់ពីលេងបៀហើយនោះពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរដើម្បីទៅកន្លែងងូតទឹកក្តៅ
នៅកន្លែងងូតទឹកដៅរបស់សិស្សស្រីនៅវិញអាកូរីនៅពេលនោះនាងពិតជាអន់ចិត្តមែនទែនពីព្រោះថានាងអត់មានអូប៉ៃធំដូចជាគេនោះទេចំពោះឆាគីហើយនឹងខារ៉េននៅពេលនោះគឺពិតជាប៊ីកយកតែម្ដងអាលក្ខណៈថាអូប៉ៃធំអីចឹងណាហើយបានជាអាកូរីនៅពេលនោះនាងគឺមានការចំណាយទៅកាន់ពួកគេទាំងពីរនាក់មែនទែនអំឡុងពេលហ្នឹងខារ៉េននាងពិតជាខូចមែនទែនដែលនាងក៏បានលើកស្ដាប់ទៅកាន់កន្លែងងូតទឹករបស់ប្រូបន្ទាប់ពីងូតទឹកក្តៅហើយយើងក៏បានគិតថាពួកគេទាំងអស់គ្នាក៏បានមកកន្លែងធ្វើសរសៃដែលជាលក្ខណៈថាដូចជាពុកអីចឹងណាជាពិសេសអំឡុងពេលហ្នឹងការសន្ទនារវាងអាម៉ាណូហើយនិងអាកូរីនៅពេលនោះគឺពិតជាល្អល្អឿនមែនទែនរហូតធ្វើឲ្យពួកគេទាំង3នាក់នោះគឺចាប់ផ្ដើមស្រឡឹងមើលមកកាន់ពួកគេទាំងពីរនាក់តែម្ដងរួចមកទៀតក៏ដល់ពេលវេលាដែលពួកគេគឺបានរៀបចំកន្លែងគេទៀតហើយអំឡុងពេលហ្នឹងក៏ស្រាប់តែមានការចាប់ផ្ដើមជាខ្លាំងដោយសារតែខារ៉េននេះគឺចង់គេងជាមួយនឹងអាម៉ាណូនឹងឯងក៏ប៉ុន្តែត្រូវបានឆាគីហើយនិងអាម៉ាណូក៏បានទាញទៅកាន់ខារ៉េនចេញតែម្ដងវាទៅធ្វើឲ្យខារ៉េននៅពេលនោះពិតជាមួម៉ៅមែនទែនព្រោះថាអាកូរីកំពុងតែគេងក្បែរជាមួយនឹងតាសកូអញ្ចឹងហើយនេះគឺមិនសុខចិត្តនៅឡើយក្រោយពីពួកគេទាំងអស់គ្នាក៏បានរៀបចំកន្លែងគេងហើយនោះក៏ស្រាប់តែអាកូរីក៏បានធ្វើការសួរទៅកាន់អាម៉ាណូថាហេតុអ្វីបានជាមនុស្សម្នាក់ៗគឺចូលចិត្តលេងហ្គេមម៉េចអាម៉ាណូគាត់ក៏បានឆ្លើយតបតែម្ដងថាតាមពិតទៅគាត់ក៏មិនចង់លេងហ្គេមដូចគ្នាក៏ប៉ុន្តែកាលពីនៅតូចគាត់អត់មានមិត្តភក្តិនោះទេមានតែហ្គេមនោះទេដែលបានកំណត់គាត់រហូតតែម្ដងហើយការលេងហ្គេមមួយនេះហើយធ្វើឲ្យគាត់ក៏បានស្គាល់ទៅកាន់អ្នកទាំងអស់គ្នានឹងឯងការនិយាយរបស់អាម៉ាណូបែបហ្នឹងហើយធ្វើឲ្យតាសកូខារ៉េតហើយនិងឆាគីក៏បានយល់ស្របជាពិសេសអាកូរីនេះក៏បានយល់ពីអត្ថន័យក្នុងការលេងហ្គេមផងដែរបន្តមកទៀតអាម៉ាណូក៏បានបង្ហាញពីហ្គេមថ្មីមួយដែលគាត់គឺទៅតែទិញនោះទេដូច្នេះគាត់ក៏ចង់មានបំណងថាឲ្យពួកគេទាំងអស់គ្នានឹងគឺបានមកលេងជុំគ្នាឥឡូវនេះក៏ប៉ុន្តែក៏ស្រាប់តែពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមបែងចែកកន្លែងដេករៀងៗខ្លួនតែម្ដងអាម៉ាណូនៅពេលដែលឃើញទង្វើរបស់ពួកគេទាំង4នាក់បែបហ្នឹងហើយធ្វើឲ្យគាត់គឺអស់ពាក្យនិយាយតែម្ដងហ្នឹងឯងអូខេអ្នកនរគ្នាសាច់រឿងរបស់យើងគឺត្រូវបានកាត់ចប់នៅរដូវកាលទី1នៅត្រង់ហ្នឹងហើយសម្រាប់រឿងមួយនេះអេមីនគឺឲ្យតែ5លើ10តែប៉ុណ្ណោះព្រោះថាវាអត់សូវល្អមើលប្រហែលទេមើលតែដំបូងសាច់រឿងប៉ុន្តែនៅបញ្ចប់សាច់រឿងគឺលក្ខណៈថាដូចជាមិនទេមិនបាននិយាយដែរអ្នកនរគ្នាក៏មិនប្រាប់មកកាន់អេមីនមកអារម្មណ៍របស់ខ្លួនឯងណាហ្នឹងហើយជាចុងក្រោយអេមីនមិនតែព្យាជនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីនមិនតែប៉ុណ្្នឹងទេបាយបាយជួបគ្នាព្រាមតបាយបាយ